ភូមិខ្មោចដែលស្ថិតនៅក្នុងខេត្តរតនគិរីប្រទេសកម្ពុជាបានជាប់ឈ្មោះថាជាកន្លែងដែលមានខ្មោចលងសាហាវបំផុតមួយនៅក្នុងចំណោមភូមិដែលមានខ្មោចលងសាហាវបំផុតនៅក្នុងពិភពលោកតាំងពីដើមរៀងមកអបិយជំនឿបានស្ថិតជាប់ជាមួយនឹងមនោគមរបស់មនុស្សនៅគ្រប់សម័យកាលតើបងប្អូនប្រិយមិត្តដឹងទេថាកន្លែងមួយដែលស្ថិតនៅក្នុងខេត្តរតនគិរីនៃប្រទេសកម្ពុជាយើងបានជាប់ឈ្មោះថាជាកន្លែងដែលមានខ្មោចលងសាហាវបំផុតនៅក្នុងចំណោមកន្លែងផ្សេងៗទៀតដែលត្រូវបានគេបោះបង់ចោលថាជាកន្លែងដែលមានខ្មោចលងសាហាវជាងគេកន្លែងនោះមានឈ្មោះថាភូមិខ្មោចជនជាតិភាគតិចកាចក់ភូមិនេះគឺជាភូមិមួយដ៏អាថ៌កំបាំងដែលស្ថិតនៅក្នុងភូមិកោះពាកឃុំកោះពាកស្រុកវល់ស័យខេត្តរតនគិរីបានបង្កប់នៅអបិយជំនឿដ៏រន្ធត់ព្រឺព្រួចដែលសូម្បីតែម៉ោង12ថ្ងៃត្រង់ក៏គ្មាននរណាហ៊ានចូលទៅក្នុងភូមិនោះដែរពីព្រោះគេជឿតគ្នាថានៅក្នុងភូមិនោះខ្មោចមានឥទ្ធិពលសម្បើមណាស់ភូមិខ្មោចជនជាតិកាចក់ស្ថិតនៅចម្ងាយប្រហែលជា52គីឡូម៉ែត្រពីទីក្រុងបានលុងភ្ញៀវទេសចរដែលបានចូលចិត្តធ្វើដំណើរផ្សងព្រេងនិងមានអបិយជំនឿពាក់ព័ន្ធជាមួយនឹងខ្មោចលងព្រៃបិសាចហើយចង់ធ្វើដំណើរទៅកាន់ទីនោះត្រូវតែធ្វើដំណើរទៅតាមផ្លូវគ្រូក្រហមប្រហែលជា36គីឡូម៉ែត្រទៅដល់ទីក្រុងវ៉ុនសៃរួចទៅជិះទូកចម្ងាយប្រហែលជា12គីឡូម៉ែត្រទៅលើទន្លេសេសានរយៈពេល1ម៉ោងទៀតទៅដល់កោះពាកដែលជាភូមិមួយគត់មានជនជាតិកាចក់សុទ្ធសាធតែម្ដងរស់នៅទីនោះយ៉ាងណាមិញនៅខ្សងខាងទន្លេសេសានអំឡុងពេលដែលភ្ញៀវទេសចរធ្វើដំណើរទៅកាន់ទីនោះក៏អាចទស្សនាឃើញនៅភូមិជនជាតិភាគតិចដែលមានដូចជាជនជាតិចិនជនជាតិឡាវកាចក់គឺជាជនជាតិដើមភាគតិចមួយនៅក្នុងចំណោមជនជាតិដើមភាគតិចទាំង6ដែលកំពុងតែមានវត្តមាននៅក្នុងខេត្តរតនគិរីហើយជនជាតិដើមភាគតិចកាចក់នេះមានចំនួនតិចជាងគេពួកគេមានភូមិ2គឺភូមិមួយសម្រាប់ពួកគេរស់នៅនិងភូមិមួយទៀតជាភូមិខ្មោចមានផ្ទៃដីរាប់សិបហិកតាសម្រាប់កប់ខ្មោចតាំងពីដូនតារៀងមកភ្ញៀវទេសចរមិនគួរចូលទៅក្នុងព្រៃខ្មោចនេះម្នាក់ឯងទេឬដោយគ្មានការដឹងឮពីសំណាក់អ្នកភូមិឬអាជ្ញាធរនោះទេជាពិសេសនោះការចូលទៅកាន់ទីនោះត្រូវតែមានអ្នកនាំផ្លូវដែលអាចរៀបរាប់អំពីអបិយជំនឿបានយ៉ាងច្បាស់បន្ទាប់ពីទស្សនាភូមិខ្មោចនេះចប់ពេលត្រឡប់ទៅវិញអ្នកដែលធ្វើដំណើរក្រោយគេត្រូវតែបានឃើញនិងធ្វើសញ្ញាខ្វែងនៅបាតជើងពីព្រោះនេះគឺជាជំនឿមួយដែលគេជឿថាធ្វើកុំឲ្យខ្មោចដើរតាមម្យ៉ាងវិញទៀតនៅពេលដែលចាក់ចេញពីភូមិខ្មោចនោះហើយដាច់ខាតមិនត្រឡប់ទៅវិញទេត្រូវតែបន្តដំណើរទៅមុខនៅក្នុងភូមិដែលមានមនុស្សរស់នៅកកបើសិនជាពួកគេផ្លិចឬជ្រុះបាត់អ្វីមួយក៏មិនអនុញ្ញាតឲ្យគេត្រឡប់ទៅរកវិញភ្លាមដែរតាមរយៈការរៀបរាប់ពីបទពិសោធន៍របស់ភ្ញៀវទេសចរដែលបានចូលទៅទស្សនាភូមិខ្មោចនោះពួកគេបានឲ្យដឹងថាពួកគេមិនដែលបានជួបរូបភាពខ្មោចផ្ទាល់ទេក៏ប៉ុន្តែមានអារម្មណ៍ភ័យខ្លាចនិងព្រឺព្រួចជាពិសេសនោះគឺនៅពេលដែលឮសំឡេងយំអមជាមួយនឹងព្រៃដ៏ស្ងាត់ជ្រងំហើយឃើញទិដ្ឋភាពពាក់ព័ន្ធជាមួយនឹងភ្នោហើយនឹងផ្ទះបុរាណដែលគេបានសាងសង់ឲ្យខ្មោចសម្រាប់ភូមិមួយនេះកុំថាឡើយអ្នកភូមិខាងក្រៅសូម្បីតែអ្នកភូមិជនជាតិកាចក់ផ្ទាល់ក៏មានការព្រឺព្រួចចំពោះការចូលទៅកាន់ទីនោះផងដែរសម្រាប់អ្នកភូមិខាងក្រៅពួកគេបើគ្មានការចាំបាច់អ្វីគឺមិនអាចចូលទៅទីនោះជាដាច់ខាតកុំថាឡើយដល់ថ្នាក់ចូលទៅក្នុងភូមិនោះសូម្បីតែជិះទូកទៅដាក់ក្បែរនៅមាត់ទន្លេក្បែរភូមិខ្មោចនោះក៏ពួកគេមិនហ៊ានធ្វើផងសូមបញ្ជាក់ផងដែរថាកន្លែងផ្សេងទៀតជាច្រើនដែលល្បីថាមានខ្មោចលងសាហាវបំផុតនៅក្នុងពិភពលោកនោះមានដូចជាទី1វិមានក្បាលខ្មោច Caticop នៅទីក្រុងប៉ារីសប្រទេសបារាំងទី2កោះខ្មោច Alcatraz នៅ San Francisco សហរដ្ឋអាមេរិកទី3ទីក្រុង Old City Hall នៅក្នុងទីក្រុង Toronto ប្រទេសកាណាដាទី4វិមាន Hamcot Forbidden City នៅក្នុងទីក្រុងប៉េកាំងប្រទេសចិនទី5ឧទ្យានខ្មោចលង Toyama Park នៅទីក្រុងតូក្យូប្រទេសជប៉ុនទី7ភូមិគ្រឹះ Ham House
នៅទីក្រុង London ប្រទេសអង់គ្លេស ទី8 សេតាវិមាន White House នៅសហរដ្ឋអាមេរិក ទី9 ស្រុក Wan Chai District នៅទីក្រុងហុងកុងនៃប្រទេសចិន